จะเรียกว่าองค์ปู่เนี่ยปีดาตะวันนี่ปีนี้ได้มาได้สายจานรู้สวายหรือได้จะการได้สายจานมาจมูกปอกอะไรมารู้สวายนะโอ้สวายมันใส่เมียนจานมาเนี่ยเรียกดาวมือคลาดแดงจังนะก็เฉลี่ยเลยแดงจังจ้ะอยู่สวายรถตบบ้านปีใบพลายได้ก็สวายจังตีอ่ะល្អណាស់ស្បែកចន្ទទីចាអូនស្បែកចាមួយទៅសុភាពស្អាតដែរស្អាតមួយយ៉ាងទៀតទៅបងប្អូនទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នានិយាយដល់ស្បែកដល់អីយឺតតែចឹងចាមួយស្វាយនឹងឆ្អើនេះមិនសូវច្រើនប្រហែលទេមិនល្មមរើសដែរចឹងណាចាខ្ញុំជឿថងអត់ទូជិនអូយចាមួយស្វាយនឹងឈើមែនតើចាលុយមករកស្វាយរកអីដែរចឹងណាចាពីស្វាយធ្លាក់ចឹងណាចាអូមែនតើស្វាយយឺននេះចាចង់ទៅញ៉ាំនេះតើចាឃើញទំនងណាស្វាយអស់ហ្នឹងចាឥឡូវចាក់មួលហើយណាខ្ញុំចាមួយស្វាយបានមិនតិចទេចេះច្រើនមិនទេតែមួលហើយអូណាមួយស្វាយយ៉ាងទីជើងចាយ៉ាងទីជើងទៅណាចាអានេះបោះពុកខ្ញុំហ្នឹងមិនបោះខ្ញុំទេចាចឹងជាគតិអប់រំការចោលសម្រាមផ្ដេសផ្ដាស់ជាពិសេសនៅក្នុងប្រភពទឹកគឺជាប្រភពនៃជំងឺឆ្លងផ្សេងដូច្នេះកូនត្រូវតែចូលរួមថែរក្សាបរិស្ថានឲ្យបានស្អាតដើម្បីសុខភាពរបស់យើងទាំងអស់គ្នាបងប្អូនទាំងអស់គ្នារឿងនេះមានឈ្មោះកុំចោលសម្រាមផ្ដេសផ្ដាស់សូរិយានឹងចន្ទទាពួកគេជាបងប្អូននឹងត្រូវឲ្យតែលើជាមួយគ្នារាល់ថ្ងៃផ្ទះរបស់ពួកគេនៅជិតស្រះទឹកធំមួយដែលអ្នកភូមិទាំងអស់គ្នាប្រើប្រាស់សម្រាប់ផឹកនិងដាំស្លថ្ងៃមួយសូរិយានិងចន្ទទាពួកគេឃើញមានសម្រាមជាច្រើនដូចជាសបកស្ករគ្រាប់និងថង់ផ្លាស្ទិកនៅរាយប៉ាយពាសពេញដីដោយមិនបានគិតវែងឆ្ងាយសូរិយាក៏និយាយទៅកាន់ចន្ទទាថាចន្ទទាយើងនាំគ្នារើសសម្រាមទាំងនេះបោះចូលទៅក្នុងស្រះទឹកទៅក្មេងទាំងពីរនាក់ក៏នាំគ្នាប្រមូលសម្រាមទាំងនោះបោះចូលទៅក្នុងស្រះទឹកយ៉ាងសប្បាយរីករាយនៅពេលនោះដែរម្ដាយបានដើរមកឃើញហើយសួរថាកូនកំពុងធ្វើអ្វីហ្នឹងក្មេងទាំងពីរនាក់មានការផិតភ័យបន្តិចហើយសូរិយាក៏ឆ្លើយទាំងកុហកថាគឺពួកខ្ញុំមិនបានធ្វើអ្វីទេម៉ែពួកខ្ញុំគ្រាន់តែលេងនៅទីនេះម្ដាយរបស់គេក៏ជឿហើយដើរចេញទៅលុះព្រឹកឡើងសូរិយានិងចន្ទ្រាមានអាការៈឈឺពោះយ៉ាងខ្លាំងហើយរមាស់ពេញទាំងខ្លួនប្រាណម្ដាយរបស់សូរិយាមានការព្រួយបារម្ភហើយក៏នាំកូនទាំងពីរនាក់ទៅជួបគ្រូពេទ្យពេលទៅដល់មន្ទីរពេទ្យក្រោយពីបានពិនិត្យរួចរាល់ហើយលោកគ្រូពេទ្យក៏បានមានប្រសាសន៍ថាក្មួយទាំងពីរនាក់បានឆ្លងមេរោគតាមរយៈការបរិភោគទឹកដែលមិនស្អាតអ្នកម្ដាយក៏នឹកឃើញដល់សកម្មភាពរបស់គាត់កាលពីម្សិលមិញហើយក៏សួរទៅកាន់កូនទាំងពីរនាក់ថាកូនប្រាប់ម៉ែតាមត្រង់មកកាលពីម្សិលមិញកូនបានយកសម្រាមទៅបោះចោលក្នុងស្រះទឹកមែនទេសូរិយានិងចន្ទធាងក់ក្បាលតិចហើយក៏ព្រមសារភាពពីកំហុសរបស់ខ្លួន
លោកគ្រូពេទ្យក៏បានពន្យល់បន្ថែមថាការចោលសំរាមទៅក្នុងប្រភពទឹកគឺជាអំពើដ៏គ្រោះថ្នាក់បំផុតព្រោះវាអាចធ្វើឲ្យទឹកកខ្វក់និងពោពេញទៅដោយមេរោគនៅពេលដែលយើងយកទឹកនោះមកប្រើប្រាស់វាអាចបណ្ដាលឲ្យយើងកើតជំងឺផ្សេងៗដូចជាជំងឺរាក់រូសគ្រុនពោះវៀននិងជំងឺសើស្បែកជាដើមដូច្នេះហើយក្មួយមិនត្រូវចោលសំរាមផ្ដេសផ្ដាសទៀតទេជាពិសេសគឺនៅក្នុងប្រភពទឹកតែម្ដងក្រោយពីត្រឡប់មកដល់ផ្ទះវិញសូរិយានិងចន្ទ្រាមានការសោកស្ដាយខ្លាំងណាស់ចំពោះទង្វើរបស់ខ្លួនពួកគេក៏បានយកសំណាញ់ទៅជាមួយម្ដាយដើម្បីជួយគ្នាខ្វាយយកសំរាមដែលពួកគេបានបោះចោលចេញពីស្រះទឹកនោះវិញបន្ទាប់ពីបានសម្អាតរួចរាល់ហើយក្មេងទាំងពីរនាក់ក៏បានសុំទោសម្ដាយរបស់ខ្លួនហើយសន្យាថានឹងមិនចោលសំរាមផ្ដេសផ្ដាសទៀតឡើយគតិអប់រំការចោលសំរាមផ្ដេសផ្ដាសជាពិសេសនៅក្នុងប្រភពទឹកគឺជាប្រភពនៃជំងឺឆ្លងផ្សេងដូច្នេះកូនត្រូវតែចូលរួមថែរក្សាបរិស្ថានឲ្យបានស្អាតល្អដើម្បីសុខភាពរបស់យើងទាំងអស់គ្នា